ទុំគិតិនៅតែមិនមែនជាដៃគូឃីមបូរ៉ាព្រោះតែមូលហេតុមួយនេះព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official អ្នកមាសខេត្តបន្ទាយមានជ័យឃីមបូរ៉ានៅតែធ្វើបានល្អបន្តកំណត់ត្រាឈ្នះដៃគូចាស់សញ្ជាតិថៃទុំគិទីការប្រកួតកាលពីថ្ងៃទី15ខែមេសាកន្លងទៅឃីមបូរ៉ាបានយកឈ្នះទុំគិទីដោយបន្ទុកការពារខ្សែក្រវ៉ាត់គ្រឹតគុណខ្មែរអមជាមួយនឹងតែប្រាក់ចំនួន8លានរៀលមុននឹងការប្រកួតទុំគិទីបានបដិញ្ញាចិត្តយ៉ាងមុតមមថាគាត់នឹងផ្ដួលឃីមបូរ៉ានៅក្នុងទឹកណាមួយចំណែកឯឃីមបូរ៉ាក៏បង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់មិនបណ្តែតបណ្ដោយឲ្យរបត់ខ្សែក្រវ៉ាត់ដោយជួបជាមួយនឹងក្របីប្រៃពេជ្រសម្បត្តិម្ដងទៀតនោះទេទុំគិតិម្នាក់នេះប្រវត្តិមិនធម្មតានោះទេធ្លាប់យកឈ្នះក្របីប្រៃពេជ្រសម្បត្តិនៅឯទឹកដីអូស្ត្រាលីប៉ុន្តែត្រូវបានពេជ្រសម្បត្តិសងសឹកវិញបានសម្រេចនៅលើសង្វៀនគ្រឹះគុណខ្មែរជាមួយគ្នានោះផងដែរបងប្រុសបង្កើតឃីមបូរ៉ាគឺអ្នកខម៉ៅខេត្តបន្ទាយមានជ័យឃីមឌីម៉ាមិនទាន់វិលត្រឡប់ចូលសង្វៀននោះទេក្រោយមានរបួសសរសៃពួរក្នុងការប្រកួតជាមួយនឹងកីឡាករសញ្ជាតិថៃកាលពី6ខែជាងមុនតើប្រិយមិត្តមាននឹកអ្នកខម៉ៅឃីមឌីម៉ាដែរទេកុំភ្លេចចូលរួមខមមិននៅខាងក្រោមសូមអរគុណ